សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកជួបគ្នាទៀតហើយមកជួបគ្នាពីវីដេអូថ្មីដែលមានតែនិយាយថាវីដេអូនៅ channel នេះយើងនិយាយអំពីកសិកម្មអញ្ចឹងadmin មិនមែនជាអ្នករៀនកសិកម្មទេគ្រាន់តែជាកូនអ្នកស្រាយម្នាក់ដែលចង់មកចែករំលែកហ្នឹងយើងចែករំលែកអំពីមុខរបរមួយដែលយើងនិយាយពីការដាំស្លឹកគ្រៃអញ្ចឹងថាវាល្អយ៉ាងណាអញ្ចឹងចាំទស្សនាបន្តទៀតនេះគឺជាដីទួលដែល admin ចាក់សម្រាប់ត្រៀមលើកផ្ទះទេតែយើងព្យាយាមដាំស្លឹកគ្រៃបានប្រហែលឆ្នាំដែរដោយសារតែយើងមិនតន់ចាំបាច់ត្រូវលើកទេហើយនេះជាស្លឹកគ្រៃដែលទៅដាំគឺកាត់រួចអស់ហើយមកទូលនេះបានប្រហែលជាខ្ទង់1លានទៅ2លានក្នុងរយៈពេលមួយឆ្នាំអាចនឹង2លានទៅ3លានអញ្ចឹងណាតាមតម្លៃរបស់វាតាមការដាំតាមអីចឹងទៅហើយមុខរបរនេះគឺវាមិនពិបាកហើយក៏មិនងាយស្រួលប្រហែលដែរខ្ញុំនិយាយពីផលវិបាករបស់វាគឺយើងធ្វើខ្លួនឯងយើងកាត់អស់យើងពិបាកក្នុងការធ្វើវារៀងយូរដែរតែហត់អញ្ចឹងណាតែសម្រាប់អ្នកស្រែអ្នកចូលចិត្តផ្នែកកសិកម្មអាការហត់នឿយវាគឺជារឿងធម្មតាសំខាន់បានលុយអញ្ចឹងខ្ញុំមកនិយាយពីអត្ថប្រយោជន៍នៃការដាំស្លឹកគ្រៃវិញម្ដងបានន័យថាតើការដាំស្លឹកគ្រៃហ្នឹងវាមានអត្ថប្រយោជន៍អ្វីខ្លះនេះគឺជាស្លឹកគ្រៃដែលកាត់អត់តន់អស់វាធំអត់តន់គ្នាណានៅសោះខ្លះអាហ្នឹងបើគិតជាគីឡូខ្ទង់20-30គីឡូទៀតអញ្ចឹងហើយខ្ទង់50គីឡូអាចថាបានដែរអញ្ចឹងតើអត្ថប្រយោជន៍វាអីខ្លះទី1តម្លៃវាគឺវាល្អនៅខែប្រាំងខែវស្សាក៏មិនអន់ដែរខ្ទង់1000បើយើងលើកទៅឲ្យមួយផ្ទាល់1000តែបច្ចុប្បន្ននេះគឺ1300ខ្ទង់ខែ7ថ្ងៃទី10ឆ្នាំ2026អញ្ចឹងតទៅមុខទៀតវាអាចប្រែប្រួលតែបើនិយាយពីតម្លៃបច្ចុប្បន្នគឺប៉ុណ្ណឹងគឺល្អមែនទេព្រោះស្លឹកគ្រៃមួយកុំតែប៉ុណ្ណេះតូចប៉ុណ្ណេះ1គីឡូជាងហើយអានេះវាកុំតូចតែពេលវាធំនេះកុំប៉ុណ្ណេះអាចចូលខ្ទង់យើងអាចនិយាយថាបានខ្ទង់2គីឡូដែរ1គីឡូខ្លះ2គីឡូអញ្ចឹងអានេះវាមិនល្មមកាត់ណាកុំវាប៉ុណ្ណឹងតកុំវាធំមកល្មមកាត់អានេះគឺជាស្លឹកគ្រៃដែលទៅដាំហ្នឹងនេះស្រោចទឹកវាដោយសារតែវាអត់ភ្លៀងប្រហែលថ្ងៃនេះគឺរាំងខ្លាំងមែនទេនេះខែផ្សារទៀតនេះគឺជាដាំមុនណាពេលលាស់មកគឺប៉ុណ្ណឹងយើងលេងខ្វល់ហើយគឺមិនជាដាក់ជីដាក់អីញ៉ៃទេមើលឃើញគល់វាធំអត់យើងមិនទៅប្រាជីប្រើអីច្រើននេះក៏ប្រាជីកប៉ោះឲ្យតិចតួចដូចជាពួកហៅកាផ្សិតដែលមានធ្វើវីដេអូលោកដាំផ្សិតហើយយើងទុកចំបើងចោលយកមកដាំដាក់ទៅជីរបស់វាអញ្ចឹងយើងនិយាយពីតម្លៃរបស់វាគឺវាងាយស្រួលមែនទេបានន័យថាគេត្រូវការទាំងខែប្រាំងខែវស្សាពោះគេនៅក្នុងទីផ្សារគេមានតម្រូវការតាម Maslow យើងមានតម្រូវការ5កម្រិតហើយអានេះគឺជាតម្រូវការផ្នែកមូលដ្ឋានជាតម្រូវការទី1គឺជាតម្រូវការដែលគេត្រូវការរាល់ថ្ងៃមិនអាចខ្វះបានជាតម្រូវការម្ហូបអាហារសម្លៀកបំពាក់ដូចជាទឹកដូចជាជំរោគអីហ្នឹងគឺជាតម្រូវការមូលដ្ឋានតម្រូវការចាំបាច់សម្រាប់ជីវិតប្រចាំថ្ងៃអញ្ចឹងនេះក៏ជាតម្រូវការជីវិតប្រចាំថ្ងៃដែរអញ្ចឹងវាមិនអាចខ្វះបានទេគឺគេប្រើរហូតស៊ូថាមានអ្នកណាគេដាំមួយថ្ងៃគេត្រូវការរហូតដល់200-300គីឡូបើខែចូលឆ្នាំខែបនខែទៀតវិញមួយថ្ងៃមួយតោនយកឲ្យគេមិនគ្រប់ផងអញ្ចឹងស៊ូថាតើអ្នកណាគេដាំច្រើននៅក្នុងសហគមន៍មួយនៅខាងខេត្តនីមួយៗនៅក្នុងប្រទេសកម្ពុជាដែលគេចងក្រងជាសហគមន៍គេអាចប្រមូលផលបានខ្ទង់មួយថ្ងៃ3តោនទៅ10តោនដើម្បីគ្រប់គ្រងទីផ្សារហាក់គ្រប់ទៀតយើងនៅក្នុងភ្នំពេញនៅតែយកស្លឹកគ្រៃមកពីប្រទេសជិតខាងយើងអត់ចង់បញ្ចេញឈ្មោះទេតែអ្នកនរគាត់ដឹងថាស្លឹកគ្រៃនៅភ្នំពេញadmin ទៅប្រឡងលើកមុនក៏ឃើញថាមានការនាំចូលស្លឹកគ្រៃពីប្រទេសជិតខាងមកដែរអញ្ចឹងបានន័យថាប្រទេសយើងអត់ទាន់គ្រប់គ្រងទេ admin នេះគ្រាន់តែជាការដាំកំសាន្តធម្មតាតែវាអាចលក់បានខ្ទង់លានដែលយើងអាចកាត់បន្ថយចំណាយរបស់យើងហើយឆ្នាំក្រោយនេះគឺយើងនឹងបន្តពង្រីកមកបន្ថែមទៀតពួកគេថាទីផ្សារវាល្អអញ្ចឹងឃើញថាវាល្អអញ្ចឹង admin ចង់មកចែករំលែកអញ្ចឹងណាអញ្ចឹងវីដេអូក្រោយ admin នឹងនិយាយលម្អិតបន្តិចបន្ថែមទៀតអំពីការដាំវាតើការដាំញឹកឬក៏ដាំយិលអីចឹងទៅអញ្ចឹងវីដេអូនេះគ្រាន់តែចែករំលែកបំផុសគំនិតថាមុខរបរដាំស្លឹកគ្រៃគឺជាមុខរបរមួយដែលល្អចំណាយដើមទុនតិចមែនទែនអញ្ចឹងអរគុណជម្រាបលាជួបគ្នាវីដេអូក្រោយកុំភ្លេចជួយ Subscribe Channel របស់ខ្ញុំអ្នកមួយផងដើម្បី
ចាំជួបគ្នាវីដេអូក្រោយទៀតបាទ